ពីខ្មែរលើខ្មែរលើហ្នឹងគឺខ្មែរបុរីរ៉ាំខ្មែរសុរិន្ទស៊ីសាកេតទាំងអស់ពេញមកប្រទេសនៃសៀមដែលមាន37ខេត្តណាខេត្តអតីតខេត្តខ្មែរបានជាថាសៀមពីព្រោះបងប្អូនយើងនៅបុរីរ៉ាំសុរិន្ទគេហៅថៃទេគេហៅតែសៀមទេហើយខ្ញុំហ្នឹងទៅធ្វើការនៅនៅសុរិន្ទស៊ីសាកេតបុរីរ៉ាំហ្នឹង3ឆ្នាំពី2011រហូតដល់2013ស្រាវជ្រាវអំពីវប្បធម៌ឥឡូវនេះណែសូមនិយាយអំពីខ្មែរលើថាខ្មែរលើណាខ្មែរសុរិន្ទស៊ីសាកេតបុរីរ៉ាំហ្នឹងដាក់ខ្មែរលើហើយនៅខាងក្រោមនេះគឺកម្ពុជាក្រោមខាងលើនោះក៏ហៅថាកម្ពុជាលើហៅខ្មែរលើហើយក្នុងឆ្នាំ2025ហ្នឹងសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់អង្គទាំងអស់ដែលនៅក្នុងខ្មែរលើនៅក្នុងខ្មែរលើជាពិសេសនៃលោកតាសុចដែលព្រះអង្គដែលបាននិមន្តមកគង់នៅក្នុងប្រទេសកម្ពុជាជាសញ្ជាតិខ្មែរពិតប្រាកដដែលមានឈាមជាជ័រជាខ្មែរផងឥឡូវលោកគង់នៅក្នុងប្រទេសកម្ពុជាដែលមានសញ្ជាតិជាខ្មែរហើយសូមដាក់ចាក់សម្លេងព្រះអង្គបន្តិចណាហើយដើម្បីនឹងមុនចាប់ផ្ដើមចាក់សម្លេងព្រះអង្គបន្តិចក្រាបបង្គំព្រះថេរានុថេរៈគ្រប់ជាடன்គ្រប់ណាដែលត្រូវចាប់កម្ពុជាដោយសេចក្តីគោរពយ៉ាងខ្ពង់ខ្ពស់សូមចម្រើនពរដល់រដ្ឋាភិបាលខ្មែររួមដោយជាជនពុទ្ធបរិស័ទខ្មែរប្រធានាធិបតីខ្មែរឬប្រទេសបរទេសក៏ខ្វៃអាត្មាលោកប្រសុទ្ធសូមអរគុណដល់រដ្ឋបាលខ្មែរដែលបានទទួលរាប់អានហើយទទួលអាត្មាខ្ញុំកណ្ដាលនេះបានចូលទីខ្មែរដោយសុវត្ថិភាពសូមអរគុណលើកទឹកចិត្តនាយករដ្ឋមន្ត្រីរដ្ឋបាលខ្មែរព្រមទាំងប្រជាជនខ្មែរគ្រប់គ្នាជីវិតនេះសូមមកកាយថ្វាយជីវិតបូជាព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គហើយក៏សូមថ្វាយឧទ្ទិសជីវិតនេះក្នុងទឹកដីខ្មែរសូមជូនពរឲ្យរដ្ឋបាលខ្មែរសុខសប្បាយគ្រប់គ្រងប្រទេសដោយសន្តិភាពរហូតដល់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាដែលបានមកអាននេះហើយជោគជ័យដល់សេចក្តីសុខសេចក្តីចម្រើនសាធុអនុមោទនាគង់នៅប្រទេសកម្ពុជាទុកលោកតាសុទ្ធជាវរៈសង្ឃឆ្នាំ2025រៀបចំកសាងវត្តកំពុងតែកសាងវត្តនៃរាជរដ្ឋាភិបាលហ្នឹងបានបរិច្ចាគកន្លែងមិនដឹងជាប្រមាណទេតែប៉ុន្តែលោកកំពុងតែកសាងខ្ញុំមានយោបល់អញ្ចេះដោយសារតែខ្ញុំមានយោបល់អញ្ចឹងពីព្រោះខ្ញុំបានទៅនៅសុរិន្ទស៊ីសាកេតបុរីរ៉ាំសុរិន្ទអរគុណលោកឆាគ្រីដែលឲ្យខ្ញុំបានសំណាក់នៅធ្វើកិច្ចការនៅសុរិន្ទនឹងខាងខ្មែរលើនឹងអស់រយៈពេល3ឆ្នាំហើយជាមួយលោកឆាគ្រីនឹងទុករាប់បានលើកដៃសច្ចានៅវត្តនៃភ្នំនៃរូងជាបងជាប្អូនជាមួយគ្នាដូច្នេះខ្ញុំវិញគាត់នឹងជាបងជាប្អូននៅតែកាន់ពាក្យសច្ចៈជាដរាបខ្ញុំចង់ឃើញលទ្ធផលមួយដែលលោកតាសុចលោកនិមន្តមកគង់នៅក្នុងប្រទេសកម្ពុជាដែលមានសញ្ជាតិជាខ្មែរស្រាប់ឥឡូវហ្នឹងលោកកំពុងតែកសាងវត្តហើយបងប្អូនយើងនៅខ្មែរលើគាត់អត់ចេះតែសេរអក្សរខ្មែរទេអត់ចេះមើលទៀតប៉ុន្តែចេះនិយាយហើយនិយាយហ្នឹងភ័យផងខ្លាចថ្ងៃក្រោយទៅហ្នឹងចេះតែយូរទៅបាត់ប៉ុន្តែតាមខ្ញុំមើលទៅមិនងាយបាត់ទេពីព្រោះរហូតមកទល់ពេលហ្នឹងបងប្អូនយើងចេះខ្មែរច្រើនចាស់និយាយច្បាស់ល្អទៀតហើយថ្មីនឹងទៀតខ្ញុំសង្កេតមើលចប់រហូតខ្ញុំមើលគ្រប់ទាំងអស់បងប្អូនយើងខ្មែរយើងនៅខ្មែរលើទាំងប្រមាណដែលនិយាយនឹងខ្ញុំលួចមើលទាំងអស់ទាំងអ្នកសិល្បៈក្តីទាំងអ្នកមិនសិល្បៈក្តីទាំងអ្នកតូចដែលធំក៏លួចមើលទាំងអស់តើគេមានយោបល់របៀបណាខ្ញុំមានការចាប់អារម្មណ៍មួយមានឃើញនាង2នាក់នោះខ្មែរបុរីរ៉ាំស្រីម្នាក់ប្រុសម្នាក់អូនិយាយអត់ឈប់ទេហើយនិយាយល្អណាស់ហើយនិយាយប៉ុណ្ណេះណែឥឡូវជាឱកាសមួយដ៏ល្អដែលលោកតាសុចលោកបង្កើតវត្តនេះ
យោបល់ខ្ញុំប្រកាសណាខ្ញុំព្រះអង្គជាប្រធានណាជាទីប្រឹក្សាមួយទៅបង្កើតជាសមាគមខ្មែរលើខ្មែរក្រោមគេមានហើយសមាគមខ្មែរក្រោមគេរៀនសូត្រនៅក្នុងវត្តអត់បាននៅក្នុងសាលាណាទេក្នុងវត្តគឺលោកសង្ឃទាំងអស់បង្ហាត់កូនក្មេងដែលក្រោយពេលតំណេរថ្ងៃអាទិត្យហ្នឹងគេនាំគ្នាទៅរៀនសរសរខ្មែរនៅវត្តទាំងអស់ហើយវត្តអារាមនេះណាតាំងពីដើមមកបារាំងវាអត់ឲ្យយើងរៀនខ្មែរទេយើងនៅក្នុងវត្តប្រទេសកម្ពុជាហ្នឹងលួចបង្រៀនអក្សរខ្មែរនៅតែក្នុងវត្តហ្នឹងក៏មានវត្តអត់ចេះអីទេអាបារាំងវាត្រួតត្រាពេញអស់ហើយដូច្នេះណាកម្ពុជាក្រមក៏យើងឃើញដែរសប្តាហ៍ថ្ងៃយកនៅវត្តអារាមហ្នឹងបណ្ដុះបណ្ដាលឲ្យរៀនខ្មែរឥឡូវនេះយើងនៅខ្មែរលើនេះគួរតែយកតម្រាប់តាមខ្មែរក្រោមបង្កើតជាសាលាទៅឥឡូវបើថាបង្កើតទេខ្ញុំខំទៅបណ្ដុះបណ្ដាលរបស់គួរតែលោកតាសុចហ្នឹងគាត់លោកបង្កើតជាសមាគមមួយទៅខ្មែរកម្ពុជាលើហើយមានប្រធានមានអនុប្រធានមានហេរញ្ញិកមានអីចឹងទៅជាសមាជិកអីចឹងទៅហើយសមាគមហ្នឹងបង្កើតហ្នឹងគឺមានច្បាប់ទម្លាប់ទៀតច្បាប់ទម្លាប់តាមខេត្តរហូតទៅដល់ណាក៏ដោយហើយក្នុងគោលអីក្នុងពងានអក្សរខ្មែរហើយពងានអក្សរខ្មែរហ្នឹងលោកតាសុចលោកយកឱកាសហ្នឹងទៅលោកមានវត្តហើយនៅខ្មែរសរិនក៏ដោយស៊ីសាកេតបូរីរ៉ាំបូរីរ៉ៃណាក៏ដោយឲ្យតែណាមកជួនកាលកូនក្មេងនោះអាយុ10ឆ្នាំ5ឆ្នាំ6ឆ្នាំអីគ្នាអាណាថាអត់មានមេដាបៃតាលោកយកបញ្ចាំមកក្មេងកំព្រាទៅហើយឲ្យពួកហ្នឹងរៀនសូត្រទៅហកបង្កើតជាគ្រូបង្រៀនមួយតែ$300ទៅក្នុងមួយខែបើសិនជាមានសាលាបង្រៀនត្រឹមត្រូវត្រឹម$300មួយខែប្រកាសជាមានគេជួយខ្ញុំប្រកាសណាខ្ញុំព្រះអង្គលោកតាសុចបើបង្កើតសមាគមនឹងបានលោកតាសុចលោកជាទីប្រឹក្សាកិត្តិយសឧត្តមទីប្រឹក្សាចឹងទៅហើយខ្ញុំក៏ស្ម័គ្រចិត្តមួយទៀតធ្វើជាទីប្រឹក្សាមួយដែរនៅក្នុងសមាគមនឹងឬក៏បង្កើតជាboard director ដែលទៅថាក្រុមប្រឹក្សាពិបាលមួយទៅដើម្បីមើលពីលើសមាគមខ្មែរហ្នឹងហើយក្រុមប្រឹក្សាពិបាលហ្នឹងអ្នកណាខ្លះមានប្រធានក្រុមប្រឹក្សាពិបាលលោកតាសុចធ្វើជាប្រធានក្រុមប្រឹក្សាពិបាលទៅហើយក្រៅពីហ្នឹងស្រេចលោកតាចង់យកបងជនជាតិខ្មែរយើងនៅទាំងសុខក៏បានហើយពីក្រៅប្រទេសមកដូចជានៅខេត្តនៅកាណាដាឬនៅអាមេរិកឬណាដែរឲ្យតែមានខ្មែរសរិនតាក់ទងមកលោកតាសុចមកបង្កើតជាសមាគមមួយទៅលោកតាសុចត្រូវឆ្លៀតឱកាសលោកតាកណាថ្វាយគុំកណាមិនទាន់បានទៅថ្វាយគុំលោកតាផ្ទាល់ទេប៉ុន្តែពេលដែលលោកតានិមន្តរត់ពីសៀមមកណាខ្ញុំបកាណានឹងបានឧទ្ទិសនាមដែលព្រះអង្គជាវីរៈសង្ឃឆ្នាំ2025នោះហើយដូច្នេះជាឱកាសល្អជាទីបំផុតត្រូវរៀនសូត្រពីកម្ពុជាក្រោមដែលគេតស៊ូស្វិតស្វាញរហូតដល់ឥឡូវហ្នឹងល្បីល្បាញពេញពិភពលោកមិនត្រឹមប៉ុណ្្នឹងទេកម្ពុជាក្រោមហ្នឹងគឺគេហៅថាសហព័ន្ធកម្ពុជាក្រោមហ្នឹងមានពេញក្នុងពិភពលោកហើយទទួលស្គាល់ដោយអង្គការសហប្រជាជាតិទៀតតែរឿងអីបានជាកម្ពុជាលើយើងនេះដែលអាចធ្វើបានងាយស្រួលជាងកម្ពុជាក្រោមរឿងអីធ្វើមិនកើតហើយខ្ញុំខំទៅចំណាយពេលអស់3ឆ្នាំមើលឃើញច្បាស់ថាយកលុយទៅចំណាយទៀតសមាគមពីក្រៅប្រទេសមួយជួយលុយទាំងពាន់ទៅជួយពេលដំបូងមកឲ្យដល់ណាទៅ4500នឹងទៅមុននឹងទៅចោលអាលុយនឹងអត់បានកើតតល់តែខ្លួនខ្ញុំប្រកាសណាខ្ញុំទៅខ្លួនឯងនឹងបានឃើញឥឡូវហ្នឹងខ្ញុំប្រកាសណាសូមលោកតាសុចសូមព្រះអង្គគិតមើលតើខ្ញុំប្រកាសណាខ្ញុំនឹងមានយោបល់នឹងវាល្អឬក៏មិនល្អប៉ុន្តែទោះបីល្អមិនល្អយ៉ាងណាដែរក៏មានផលប្រយោជន៍មួយចង់ឲ្យខ្មែរសរិនណោះដែលអត់ឪពុកអត់ម្ដាយណោះនៅខ្មែរលើណោះអត់ឪពុកអត់ម្ដាយកំព្រាណោះលោកតាមកចិញ្ចឹមមកឲ្យនៅក្នុងការគ្រប់គ្រងរបស់លោកតានៅក្នុងវត្តខ្ញុំយកមកចិញ្ចឹមយកប្រកាសណាខ្ញុំជឿ100%បើឧបមាថាលោកតាបានធ្វើហើយណាគឺអ្នកជួយមិនចេះខ្វះទេ
គ្រាន់តែត្រឹមកនសង់ខ្ទមសាលាមួយដាក់កូនសិស្ស20 30នាក់ក៏ដោយ10នាក់15នាក់ក៏ដោយដំបូងនឹងទៅជាតិចទៅរៀបរយទៅហើយលោកតាមើលផងលោកតាធ្វើវត្តផងលោកតាមើលផងវាបានប្រយោជន៍ទាំងអស់ខ្ញុំបកករណាខ្ញុំគ្រប់គ្រង 100% បើលោកតាបកកើតធ្វើបានខ្ញុំកណាតាំងខ្លួនជាសមាជិកក្រុមប្រឹក្សាក៏បានជាទីប្រឹក្សាក៏បានបង្កើតជា website ផងជាស្អីផងយើងធ្វើឲ្យច្បាស់លាស់ទៅហើយដាច់ខាតគឺអត់មានចូលធ្វើនយោបាយដាច់ខាតនៅក្នុងលក្ខណ្ឌិកៈហ្នឹងគឺសម្រាប់តែសមាគមកម្ពុជាលើរក្សាវប្បធម៌និងអក្សរសាស្ត្រវប្បធម៌និងអក្សរសាស្ត្រនេះសមាគមកម្ពុជាលើមួយដែលមានលោកតាសុជាទីប្រឹក្សាដ៏ខ្ពង់ខ្ពស់នេះគឺដឹកនាំទៅបន្តិចម្ដងដើម្បីឈ្មោះទៅឲ្យមានកម្លាំងដូចកម្ពុជាក្រោមនេះណែសារដ៏ខ្លីនេះសូមណែព្រះអង្គលោកតាសុចបានដឹងឮហើយខ្ញុំកណាមិនទាន់ដែរបានទៅថ្វាយគុំព្រះអង្គទេគង់តែនឹងជួបថ្វាយគុំព្រះអង្គហើយខ្ញុំបងណាប្រកាសទៅទៀតឥឡូវនេះខ្ញុំប្រកាសទៅដល់បងប្អូនយើងនៅខ្មែរលើលោកឆាគ្រីយើងជាបងជាប្អូននឹកលឹកទៅហើយគិតគូរទៅខ្ញុំតែបាននិយាយនឹងជួយគ្រប់គ្រងលោកតាសុចទៅឲ្យរៀបចំរៀនអក្សរខ្មែររៀនអក្សរខ្មែរបើកាលណាយើងអញ្ចឹងណាយើងបាត់អស់ហើយយើងមើលកម្ពុជាក្រមត្រូវយកតម្រាប់តាមកម្ពុជាក្រមគេតស៊ូណាគេតស៊ូជាងយើងណាគេច្បាស់លាស់របស់គេណាឥឡូវនេះតាំងពីសម្លៀកបំពាក់តាំងពីវប្បធម៌តាំងពីភ្លេងតាំងពីចម្រៀងអត់មានប្រទេសប្រាស់ទេតែមួយចេញមកមួយសិតតែមានផលប្រយោជន៍របស់គេដល់បង្រឹងស្មារតីរបស់បងប្អូនយើងនៅកម្ពុជាក្រោមខ្ញុំកម្ពុជាកណ្ដាលទេប៉ុន្តែខ្ញុំមានមិត្តភ័ក្តិរបស់ខ្ញុំនៅកម្ពុជាក្រោមExecutive Director ណាប្រធានប្រតិបត្តិសប្តាហ៍ថ្ងៃលោកណែសេរីបុត្រគាត់ជាចិត្តស្និទ្ធជាមួយខ្ញុំហើយពីមុននោះមានឈ្មោះលោកហើយគាត់ក្រៅគាត់ណែសឹងសម្រាប់តែប៉ុន្តែខាងក្រៅគាត់ឈ្មោះគាត់ក្រៅនៅរៀនជាមួយគ្នានៅសាលាជាមួយគ្នាហើយគាត់អាយុស្មើគ្នាទេហើយគាត់ខំគាត់ប្រាប់ខ្ញុំម្ដងគាត់ប្រាប់ខ្ញុំថារឿងកម្ពុជាក្រោមហើយនឹងយួនដែលនិយាយខ្មែរបងប្អូនយើងខ្មែរកម្ពុជាក្រោមដែលនិយាយខ្មែរគឺ 100% គាត់ឃើញច្បាស់គាត់ដឹងថាអ្នកណាចេញមកកម្ពុជាក្រោមសម្ដីហ្នឹងគាត់ដឹងច្បាស់សម្ដីណាដែលយួននិយាយមកគឺដឹងច្បាស់ដូច្នេះគេរហូតដល់ដឹងប៉ុណ្្នឹងទៀតដឹងថាកម្ពុជាក្រោមសម្លេងរបៀបម៉េចយួនដែលរៀនខ្មែរនិយាយខ្មែរហ្នឹងសម្លេងយ៉ាងម៉េចគេដឹងច្បាស់លាស់របស់គេណាដូច្នេះយើងណាបងប្អូនខ្ញុំមិនមែនលើកកម្ពុជាក្រោមហើយដាក់បងប្អូនយើងកម្ពុជាលើទេមិនមែនចឹងទេខ្ញុំថាអ្នកណាគេធ្វើត្រូវដើរតាមគេទៅយើងរៀនពីគេទៅថោកអីនឹងដៃថ្លៃអីនឹងមាត់ធ្វើមិនដើម្បីឲ្យបានផលប្រយោជន៍ដែលខ្ញុំនិយាយនេះគឺនិយាយយកផលប្រយោជន៍រៀនអក្សរខ្ញុំចំណាយពេលច្រើនណាស់ណាទៅនៅខ្មែរសរិនណាដើម្បីសមាគមខ្ញុំណាអក្សរសាស្ត្រវប្បធម៌ណាពីហ្នឹងដូច្នេះខ្មែរយើងបងប្អូនយើងនៅខ្មែរលើកុំយកវប្បធម៌យើងណាវប្បធម៌ខ្មែរដើម្បីទៅថាវប្បធម៌សៀមមិនមែនទេប្រយ័ត្នប្រយែងមិនមែនទេណាបងប្អូនយើងកម្ពុជាលើប្រយ័ត្នប្រយែងមិនមែនទេតែយើងយកវប្បធម៌របស់យើងទៅប្រាប់ថានឹងជាវប្បធម៌របស់ថៃវិញសៀមវិញទៅបងប្អូនឯងនឹងហើយដែលក្បត់ជាតិបងប្អូននឹងឯងហើយដែលលក់វប្បធម៌ជាតិបងប្អូននឹងហើយដែលលួចសម្បត្តិជាតិដូច្នេះខ្ញុំដូច្នេះលោកតាសុចលោកបានលោកខំណាលោកសុខវិញលោករត់មកដល់ប្រទេសកម្ពុជាដើម្បីអីដើម្បីរក្សាវប្បធម៌ខ្មែរអត្តសញ្ញាណប័ណ្ណអត្តសញ្ញាណខ្មែរពិតប្រាកដណែឥឡូវលោកគង់ហើយលោកបានសុខសាន្តហើយលោកអត់នៅសៀមទេលោកខំទៅបង្កើតវត្តដូចខ្ញុំបាននិយាយមិញអញ្ចឹងលោកខំបានទៅបង្កើតវត្តដូច្នេះយកវត្តហ្នឹងជាទីចម្រោកដាក់រៀនអក្សរខ្មែរទៅណាចាប់តាំងពីថ្ងៃហ្នឹងទៅដូច្នេះខ្ញុំនិយាយនេះនិយាយឮហើយជា live ទូទៅទាំងអស់បងប្អូនយើងខ្មែរយើងដែលនៅខ្មែរលើភ្ញាក់រលឹកឡើងគ្មានអីថ្លៃថ្នូរជាងយើងដែលឈាមជាខ្មែរហើយតាំងចិត្តនៅជាខ្មែរទេ
ជាតិយើងឈាមយើងជាជួជាខ្មែរយើងត្រូវតែប្រកាន់អត្តសញ្ញាណប័ណ្ណហ្នឹងដោយកម្ពុជាក្រោមគេមានចម្រៀងមួយសប្តាហ៍ថ្ងៃអត្តសញ្ញាណប័ណ្ណកម្ពុជាក្រោមគេច្រៀងទៀតស្ដាប់ទៅគឺល្អហ្មងគឺព្រោះគឺធ្វើឲ្យមនុស្សនឹងវាចឹងយើងតែងចម្រៀងចឹងដូចជាកម្ពុជាលើក៏ចឹងដែររកចម្រៀងណាដែលមានន័យដើម្បីដាស់សតិស្មារតីបងប្អូនយើងកម្ពុជាលើនឹងឲ្យភាករលឹកថាយើងនឹងហើយជាខ្មែរដើមរបស់កម្ពុជាពិតប្រាកដដែលមានរាជរដ្ឋាភិបាលសពថ្ងៃនៅកម្ពុជាកណ្ដាលហ្នឹងជាបកថាជាបងទៅចោះហើយបងប្អូនយើងនៅខ្មែរកម្ពុជាក្រោមបងប្អូនយើងខ្មែរកម្ពុជាលើជាបងប្អូនភ្លោះទៅចោះបងប្អូនកម្ពុជាក្រោមបងប្អូនជាបងប្អូនភ្លោះទៅចោះនៅកណ្ដាលនេះជាបងបង្កើតទៅចោះយើងត្រូវចាត់ទុកទាំងអស់កុំទុកគ្នាជាសត្រូវ